វីដេអូនេះគឺខ្ញុំធ្វើជាពិសេសសម្រាប់ពុកម៉ែបងប្អូនដែលអត់បានចុះឈ្មោះចូលមករត់ម៉ារ៉ាតុងនឹងគេនៅសៀមរាបឆ្នាំហ្នឹងណាបងប្អូនហើយបើនិយាយទៅនេះគឺជាលើកទី1របស់ខ្ញុំហើយដែលចូលរួមក្នុងការរត់ប្រណាំងម៉ារ៉ាតុងនេះបងប្អូនហើយខ្ញុំអត់ស្ដាយក្រោយទេដែលខ្ញុំបានចូលរួមនៅក្នុងការរត់ប្រណាំងមួយនឹងព្រោះដោយសារតែសប្បាយខ្លាំងមែនតើអ្នកនរគ្នាហើយនៅថ្ងៃហ្នឹងគឺមានពុកម៉ែបងប្អូនយើងចូលរួមច្រើនខ្លាំងមែនតើគឺដល់ទៅ16000នាក់ដោយសារតែខ្ញុំអត់សូវមានកម្លាំងរត់ខ្លាំងទេបើជិះកង់ខ្ញុំជិះបានតែបើសិនជារត់ចេះគឺខ្ញុំមិនសូវខ្លាំងទេអ្នកនរគ្នាគឺខ្ញុំរត់តែ10គីឡូទេមានបងប្អូនខ្លះគឺគាត់រត់ដល់21គីឡូហើយចង់និយាយថាបងប្អូនអ្នករត់21គីឡូខ្លះគឺគាត់រត់មកដល់ទីមុនខ្ញុំទៀតនិយាយទៅខ្ញុំចេញពីផ្ទះព្រឹកឡើងហ្នឹងគឺម៉ោង4:75បងប្អូនដោយសារតែខ្ញុំត្រូវរត់ម៉ោង5:45គេចាប់ផ្ដើមហើយសំខាន់ទៅដល់ហ្នឹងគឺដើរបែងផ្លូវបងប្អូនអូខ្ញុំអត់យល់ទេដើរបែងផ្លូវប៊ីសលេនអ្នកនរគ្នាប៊ីទៅរត់ជាមួយគេអត់ទាន់បងប្អូនអត់ដែលធ្លាប់បានសាករត់ម៉ារ៉ាតុងពីមុនមកទេគឺឆ្នាំក្រោយខ្ញុំពិតជា recommend អ្នកទាំងអស់គ្នាឲ្យសាកចុះឈ្មោះចូលរត់ម៉ារ៉ាតុងណាគឺសប្បាយខ្លាំងមែនតើហើយយើងទទួលបានអារម្មណ៍មួយដែលថា unique ណាអ្នកនរគ្នាគឺអារម្មណ៍មួយដែល fresh ដែលយើងអាចមើល sunrise ពីព្រឹកឡើងនៅក្រោមខ្លោងទ្វារផ្សេងៗអញ្ចឹងខ្ញុំរត់10គីឡូនេះគឺខ្ញុំឆ្លងកាត់តែប្រាសាទបាយ័នមួយទេបើសិនជាបងប្អូនអ្នករត់21គីឡូគឺគាត់ឆ្លងកាត់ប្រាសាទច្រើនតែជាលើកដំបូងរបស់ខ្ញុំអញ្ចឹងខ្ញុំអត់ហ៊ានសាកដល់21គីឡូទេបើបងប្អូនមានកម្លាំងអាចចុះឈ្មោះចូលសាក21គីឡូគឺរត់ឆ្លងកាត់កន្លែងច្រើនខ្លាំងមែនតើបងប្អូនគ្នាឥឡូវគឺខ្ញុំបានរត់មកដល់ប្រាសាទបាយ័នអ្នកខ្លះប្រកាសជាស្គាល់បងប្អូនតែនោះគឺខ្ញុំរត់10គីឡូអញ្ចឹងខ្ញុំរត់មកវិញណាគ្នាខ្ញុំរត់បានចូល6គីឡូអញ្ចឹងនឹងមកបង្ហាញដល់គ្នាថានៅក្នុងកាបូបនេះដែលខ្ញុំបានពេលដែលយើងចុះឈ្មោះម៉ារ៉ាតុងគឺយើងបានកាបូបហ្នឹងនៅក្នុងហ្នឹងគេឲ្យគេយើងខ្លះបងប្អូនទីមួយគឺគេមានឲ្យជាផែនទីដល់យើងណាបងប្អូនហើយផែនទីហ្នឹងគឺយើងដើម្បីយើងដឹងថាកន្លែងណាដែលមានឡានពេទ្យកន្លែងណាដែលមានចតអីចឹងទៅបងប្អូនឲ្យមានប្រាសាទអីខ្លះឆ្លងកាត់ប្រាសាទអីខ្លះចឹងទៅខ្ញុំរត់10គីឡូអ្នកគ្នាខ្ញុំអត់មានកម្លាំងរត់ដល់21គីឡូដូចគេទេហើយនៅក្នុងនេះក៏មានគឺមានថ្នាំគីណាល់គឺគេឲ្យថ្នាំគីណាល់យើង2គ្រាប់ណាគ្នាហើយសម្រាប់គីណាល់ដែលគេឲ្យយើងទាំងពីរប្រភេទហ្នឹងគឺមានដូចជាគីណាល់កាប់សុលដែលជួយក្នុងការបាត់កាយឈឺចាប់ផ្សេងដូចជាឈឺក្បាលឈឺធ្មេញឈឺជក់ចាប់រាងកាយហើយក៏ដូចជាឈឺចាប់ពេលមកថ្ងៃខែក៏យើងអាចប្រើបានដែរហើយមួយទៀតគឺគីណាល់អ៊ីបុយយើងអាចប្រើវានៅពេលដែលយើងមានអាការៈក្រិចខ្លះឬមួយក៏ហើមនៅលើរាងកាយរបស់យើងពេលយើងចុះឈ្មោះម៉ារ៉ាតុងនោះគឺគេថែបថ្នាំគីណាល់ទុកឲ្យយើង2គ្រាប់ដើម្បីទុកឲ្យយើងញ៉ាំពេលដែលយើងដើរទៅឈឺសន្លាក់ឈឺអីចឹងណាអូខេខ្ញុំអត់ដឹងសោះខ្ញុំអត់ដឹងថាគេឲ្យទេហើយពេលខ្ញុំមកនោះគឺខ្ញុំឆ្លៀតយកគីណាល់មកតាមទីណាគ្នាគឺខ្ញុំនេះយកប្រភេទថ្នាំគីណាល់នេះគឺប្រភេទគីណាល់បាត់ការឈឺចាប់ណាគ្នាដែលយើងអាចញ៉ាំបាននៅពេលដែលយើងឈឺសាច់ដុំយើងឈឺក្បាលឈឺធ្មេញឈឺពោះអីគឺយើងញ៉ាំបានទាំងអស់គឺឈឺចាប់ពេលមកដល់ក៏ញ៉ាំបានដែរខ្ញុំនឹងបន្តដំណើរទៅទៀតហើយនៅពេលដែលខ្ញុំទៅដល់ខ្ញុំនឹងថតមេដៃបងប្អូនមើលនិយាយទៅគេឲ្យ time limit យើងតែ2ម៉ោងហើយតែឥឡូវហ្នឹងគឺខ្ញុំដើរចូល2ម៉ោងជាងហើយខ្ញុំដើរដល់គោលដៅទេគឺខ្ញុំដើរដល់គោលដៅហើយអ្នកទាំងអស់គ្នាគឺខ្ញុំដើរបាន10គីឡូហើយនេះគឺជាមេដៃដែលខ្ញុំទទួលបានពុកម៉ែបងប្អូនអរគ្នាគឺជាមេដៃលើកទី1ខ្ញុំដែលរត់ម៉ារ៉ាតុងពីមុនមកទេបងប្អូនអើយតំសាក់លើកទី1ហ្នឹងឯងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអញ្ចឹងខ្ញុំអត់មាននិយាយទៀតទេចាំជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ